ចៅក្រមតុលាការធម្មនុញ្ញថៃទាំង9រូបបានបោះឆ្នោតជាឯកច្ឆន្ទដើម្បីទទួលយកញត្តិរបស់សមាជិកប្រសិទ្ធិមួយក្រុមដែលបានដាក់មកតុលាការតាមរយៈប្រធានប្រសិទ្ធិលោកមង្គលសូរាសច្ចាប្រឆាំងនឹងលោកស្រីផែនថងឋានស៊ីនវ៉ាត់នាយករដ្ឋមន្ត្រីថៃជំវិញការសន្ទនាតាមទូរស័ព្ទដែលបានបែកធ្លាយរវាងលោកស្រីនិងជាមួយសម្ដេចហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាបន្ទាប់មកចៅក្រមបានបោះឆ្នោតដើម្បីព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីផែនថងឋានជាបណ្ដោះអាសន្នដោយសម្លេង7ទល់នឹង2ហើយរងចាំចៅក្រមចេញសារក្រមចុងក្រោយថាត្រូវប្រគល់តំណែងនាយករដ្ឋមន្ត្រីឲ្យលោកស្រីវិញឬដកតំណែងជាផ្លូវការគេមិនទាន់ដឹងច្បាស់ថាសារក្រមចុងក្រោយនឹងសម្រេចនៅពេលណានោះទេលោកស្រីផែនថងឋានស៊ីនវ៉ាត់បានប្រកាសទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញក្រោយចៅក្រមនៃតុលាការនេះបានបោះឆ្នោតព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រីយ៉ាងណាលោកស្រីផែនថងឋានដែលហាក់បានដឹងមុនថាតំណែង20ស្រួយនេះនឹងត្រូវព្យួរបានបោះមួយជំហានទៅមួយជំហានទៀតហើយលោកស្រីបានត្រៀមខ្លួនរួចជាស្រេចដោយបានតែងតាំងខ្លួនឯងជារដ្ឋមន្ត្រីវប្បធម៌នៅក្នុងជួរគណៈរដ្ឋមន្ត្រីថ្មីគណៈរដ្ឋមន្ត្រីថ្មីនេះត្រូវបានឡាយប្រឡេថាដោយព្រះមហាក្សត្រនឹងបានប្រកាសជាផ្លូវការដោយរាជវាំងថៃមុនតុលាការចេញសម្រេចប៉ុន្មានម៉ោងប៉ុណ្ណោះហើយនឹងចូលធ្វើការសច្ចាប្រណិធាននៅថ្ងៃទី3ខែកក្កដាដូច្នេះលោកស្រីផែនថងឋាននៅតែអាចបំពេញការងារក្នុងគណៈរដ្ឋមន្ត្រីថ្មីក្នុងនាមរដ្ឋមន្ត្រីវប្បធម៌តែព្រាមបន្តពីព្យួរតំណែងរបស់លោកស្រីផែនថងឋានលោកឧបនាយករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោកសូរិយាចុងរងរិនគិតត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្ដីទីដើម្បីបំពេញភារកិច្ចជំនួសលោកស្រីជាបណ្ដោះអាសន្នលោកសូរិយានឹងមានអំណាចពេញលេញរួមទាំងការដឹកនាំគណៈរដ្ឋមន្ត្រីថ្មីដើម្បីធ្វើសច្ចាប្រណិធាននៅថ្ងៃទី3ខែកក្កដាខាងមុខនេះផងដែរហើយគណៈរដ្ឋមន្ត្រីថ្មីស្បត់ចូលកាន់តំណែងប្រហែលជានឹងមានការប្រែប្រួលទៀតចំពោះអិសរាជជននយោបាយដែលនឹងចូលមកធ្វើការជំនួសនាយករដ្ឋមន្ត្រីព្យួរតំណែងលោកផែនថងឋានបុគ្គលម្នាក់នោះប្រហែលជាលោកភូមិធម្មវិឆាយាឆៃដែលទើបតែដូរមកពីឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិមកជាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃតកតនឹងការរុះរើគណៈរដ្ឋមន្ត្រីថ្មីនេះដែរមានការដោះដូររដ្ឋមន្ត្រីមួយចំនួនផ្សេងទៀតដូចជាលោកស្រីណាមរស់ភីយូស៊ីវ៉ាត់នឹងត្រូវផ្លាស់ប្ដូរមកពីរដ្ឋមន្ត្រីក្រសួងកសិកម្មទៅជារដ្ឋមន្ត្រីក្រសួងអប់រំលោកស្រីសូដាវ៉ាន់វ៉ាងស៊ូគីកូសលដូរពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅជារដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងអនុវត្តនិងលោកដេចថៅថងពីអនុរដ្ឋមន្ត្រីក្រសួងសាធារណការទៅអនុប្រធានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមជម្រាបថាក្រុមសមាជិកព្រឹទ្ធសភាមានគ្នា36នាក់បានដាក់ញត្តិស្នើឲ្យតុលាការធម្មនុញ្ញស៊ើបសង្កេតលើលេចធ្លាយតែអត្តសម្លេងនៃការសន្ទនាតាមទូរស័ព្ទរវាងលោកស្រីផែនថងឋាននិងសម្ដេចហ៊ុនសែនហើយបានទាមទារឲ្យមានការព្យួរតំណែងរបស់លោកស្រីដោយរងចាំការសម្រេចរបស់តុលាការក្រុមសមាជិកព្រឹទ្ធសភាបានស្នើឲ្យតុលាការដកលោកស្រីផែនថងឋានចេញពីតំណែងជានាយករដ្ឋមន្ត្រីក្រោមការចោទប្រកាន់ពីបទបោះបោដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសដោយសំអាងលើអ្វីដែលលោកស្រីបាននិយាយជាលក្ខណៈឯកជនតាមទូរស័ព្ទជាមួយសម្ដេចហ៊ុនសែននៅក្នុងការសន្ទនានោះលោកស្រីផែនថងឋានបានរិះគន់លោកប៊ូមស៊ីនផាត់ខ្លាំងមេវិជាការភូមិភាគទី2ដែលនិយាយមិនចេះទប់សម្ដីថាជាគូប្រកួតប្រជែងរបស់លោកស្រីបានទទួលរងការរិះគន់យ៉ាងខ្លាំងថាផ្គាប់ចិត្តសម្ដេចហ៊ុនសែនជ្រុលពេកចំពេលមេបញ្ជាការភូមិភាគទី2រូបនេះកំពុងតែព្យាយាមប្រកាន់ជំហរតឹងរឹងនៅតំបន់ព្រំដែនដែលកំពុងតែកើតឡើងភាពតានតឹងជាមួយកម្ពុជាបណ្ដឹងនេះក៏បានចោទប្រកាន់ថាលោកស្រីខ្វះភាពស្មោះត្រង់និងការប្រព្រឹត្តដែលជាបំពានស្តង់ដារសីលធម៌យ៉ាងធ្ងន់ធ្ងរ